solar bơm tức dùng mà xả cối bàn ọt controller អាចប្រើផ្ទាល់ដោយគ្មានអាគុយបានអត់បាទជម្រាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះសូមមកបកស្រាយនៅសំណួរជាច្រើនបាទចាប់តាំងពីខ្ញុំចេញលក់ឧបករណ៍សាក solar នេះមកគឺសំណួរដែលខ្ញុំជួបច្រើនជាងគេហើយថ្ងៃនេះឆ្លើយសរុបមកទៅទី1គឺ solar បូមទឹកចង់យកមកសាកអាគុយបានអត់សំណួរទី2ថាតើ controller ហ្នឹងអាចចាប់ផ្ទាល់ពី solar មកដល់ឲ្យមានអាគុយបានអត់បាទអញ្ចឹងខ្ញុំសូមឆ្លើយសង្ខេបជូនពុកម៉ែបងប្អូនថ្ងៃនេះបាទប៉ុន្តែមុនចូលដល់ប្រធានបទសូមពុកម៉ែបងប្អូនជួយចុច like ជួយចុច subscribe នៅលើ channel YouTube ក៏ដូចជា TikTok Facebook ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននូវព័ត៌មានថ្មីៗទៀតបាទអញ្ចឹងថ្ងៃនេះខ្ញុំសូមចែករំលែកនៅចំណេះដឹងទាំងអស់នេះជូនពុកម៉ែបងប្អូនបាទទី1ពាក់ព័ន្ធទៅនឹងsolar ដែលគេរៀបជាមួយនឹង controller យកទៅបូមទឹកណាយកមកសាកអាគុយបានអត់បាទជាទូទៅ motor បូមទឹកប្រើ solar គឺ ស៊ីវ៉លខ្ពស់អញ្ចឹងពេលដែលផ្ទាំង solar គេតជាសេរីគឺ volt វាខ្ពស់អាចឡើងដល់150 200 250 300 400ទៅតាមកម្លាំងសេះរបស់វាបើកម្លាំងសេះកាន់តែខ្លាំងគេប្រើផ្ទាំង solar កាន់តែច្រើនតជាសេរីអញ្ចឹងទៅគឺគេប្រើ controller ប្រភេទសម្រាប់ solar ផ្ទាល់ហ្នឹងគឺប្រើអត់បាច់មានអាគុយទេគឺគេប្រើចូលមកដូចជា transformer មួយអញ្ចឹងគឺពេលដែលភ្លើងចូលពី solar ទៅ2-300 វ៉ាត់ក៏ដោយគឺវាទប់ភ្លើងនៅក្នុងកម្រិតមួយដើម្បីចេញពី solar ចេញពី controller នឹងមកក្នុងកម្លាំង volt ណាមួយឧទាហរណ៍ថា motor ហ្នឹងស៊ី200 volt អញ្ចឹងវាចេញតែ200 volt ទេភ្លើងលើសមកគឺវាទប់អញ្ចឹង motor យើងអត់ឆេះទេអញ្ចឹងគឺប្រើបានថ្ងៃខ្សោយមកភ្លើងតង់សុងវាធ្លាក់មកក៏ solar ហ្នឹងនៅតែដំណើរការដែរដោយសារតែ volt វាខ្ពស់ហើយអញ្ចឹងវាត្រូវការត្រឹម200ទេបើ solar យើងចេញមកដល់ 3-400 volt វាធ្លាក់តិចៗមកគឺវានៅតែមានភ្លើងយកមកសាក់យកមកបំរើឬក៏ដំណើរការ motor ហ្នឹងដដែលផ្ទុយទៅវិញប្រសិនបើយើងចង់យកវាមកសាក់អាគុយតើបានអត់ចម្លើយជាទូទៅបើយើងនិយាយតាមរូបភាពធម្មតាគឺអត់បានទេប្រសិនបើយើងអត់ចេះអត់យល់វាណាអត់បានទេពីព្រោះថា controller ទាំងអស់អត់មាន controller ណាអាចទទួលភ្លើងបានរាប់រយ volt ទេខ្ពស់បំផុតបានតែ250 200 volt ទេអាហ្នឹងតម្លៃថ្លៃប៉ុន្តែ controller ដែលយើងលក់នៅលើទីផ្សារទូទៅនេះអត់មាន controller ណាដែលចេញមកដែលទទួលភ្លើងបានលើសពី200 volt ទេអញ្ចឹងយើងយកមកប្រើអត់បានទេអាហ្នឹងយើងនិយាយលក្ខខណ្ឌទូទៅហើយបើមានក៏វាថ្លៃដែរ controller ហ្នឹងណាហើយផ្ទាំងយើងឧទាហរណ៍បើ4ផ្ទាំងតជាសេរី200 volt ហើយបើមួយផ្ទាំង550 វ៉ាត់2ផ្ទាំង4ផ្ទាំងដល់2200 វ៉ាត់អីអញ្ចឹងបើយើងយកមកសាកអាគុយ12 volt ក៏នៅតែអត់បានដែរទោះបី controller ហ្នឹងទទួលភ្លើងបានដល់200 volt ក៏ដោយតង់សុងវាអត់លើសក៏ប៉ុន្តែវ៉ាត់វាលើសចឹងបញ្ជាក់ជូនបងប្អូនដែរហ្នឹងករណីទូទៅយើងនិយាយជាលក្ខណៈសាមញ្ញសម្រាប់មនុស្សអត់សូវយល់ដឹងណាគឺប្រើអត់បានទេពីព្រោះទី1លើស volt ទី2លើស watt ធម្មតាឧទាហរណ៍ controller មួយនោះប្រភេទ100 ampere ភ្លើងចូលបាន150 volt ចូលដល់ទៅ4ចូលដល់ផ្ទាំង solar អាចចូលបានដល់5200 watt ប៉ុន្តែ5200 watt ហ្នឹងសូមជម្រាបថាសម្រាប់សាកអាគុយ48 volt ទេបើអាគុយ12 volt បានតែ1300 watt ទេអញ្ចឹងចំណុចកន្លែងហ្នឹងពុកម៉ែបងប្អូនត្រូវច្បាស់កន្លែងហ្នឹងណាបាន1300 watt សម្រាប់សាកអាគុយ12 volt អញ្ចឹងបើផ្ទាំង2ស្លឹកសាកអាគុយ12 volt បាន550 watt 2ស្លឹកបានតែ1100 watt ទេហើយ volt ក៏អត់លើសដែរអានេះ150 2ស្លឹកតជាសេរីមកបានតែ100 volt ទេអញ្ចឹងណាបាទអញ្ចឹងបញ្ជាក់លក្ខខណ្ឌទូទៅគឺប្រើមិនបានទេក៏ប៉ុន្តែបើសិនជាពុកម៉ែបងប្អូនច្បាស់លើការប្រើប្រាស់ពុកម៉ែបងប្អូនចេះច្នៃអាចប្រើបានគឺពុកម៉ែបងប្អូនអាចកាត់ខ្សែឬក៏ប្រើ disjonctor ឬក៏ប្រើបារ៉ែតដើម្បីផ្ដាច់យកតែមួយស្លឹកឬក៏2ស្លឹកយកមកប្រើសាកអាគុយជាមួយនឹង controller ដែលពុកម៉ែបងប្អូនត្រូវការយកមកសាកអាគុយក្នុងដែនកំណត់របស់វាឧទាហរណ៍ថាពុកម៉ែបងប្អូនយកមកសាកអាគុយ12 volt ប៉ុន្តែពុកម៉ែបងប្អូនផ្ទាំង14ស្លឹកអញ្ចឹងពុកម៉ែបងប្អូនអាចកែច្នៃយកតែ2ស្លឹកមកប្រើមកយើងប្រើ disjonctor បិទបើកអីផ្ដាច់មិនទៅយើងយកតែ2ស្លឹកមកយកសាកអាគុយ12 volt ជាមួយនឹង controller ប្រភេទនោះ
គឺសាកបានតែប្រភេទនេះ60អាំពែក៏អត់បានដែរព្រោះនេះបានតែ1004អូនេះក៏បានដែរបាន1000អូអត់បានទេបានថា720វ៉ាត់ទេសម្រាប់អាគុយ12វ៉ុលអានេះក៏អត់បានដែរនេះប្រភេទ30អាំពែទាំងអស់ហ្នឹងស្អត់បានទេបានតែនេះមួយទេអញ្ចឹងគាត់បញ្ជាក់ជូនបងប្អូនកន្លែងហ្នឹងយើងប្រើបានតតែយើងចេះកែច្នៃយើងយល់ដឹងពីប្រព័ន្ធភ្លើងពីស្អីជាវ៉ុលស្អីជាវ៉ាត់ស្អីជាចរន្តបាទអញ្ចឹងហ្នឹងសំណួរទី1អញ្ចឹងសូមបកស្រាយសំណួរទី2ថាតើយកមកប្រើជាមួយសូឡាដើម្បីបូមទឹកអត់មានអគុយបានអត់ controller ជាទូទៅគឺប្រើសម្រាប់សាកអគុយមិនអាចយកមកប្រើផ្ទាល់ជាមួយនឹង inverter ជាមួយនឹងផ្ទាំងសូឡាបានទេចង់បញ្ជាក់ជូនកន្លែងហ្នឹងណាព្រោះដុំទាំងអស់នេះចង់ដំណើរការវាគឺយើងត្រូវចាប់ជាមួយអគុយមុនឲ្យវាស្គាល់ថាអូអគុយហ្នឹង12វ៉ុលអគុយហ្នឹង24 36 48បន្ទាប់មកបានយើងបើកភ្លើងសូឡាចូលមកឲ្យវាដំណើរការយកភ្លើងមកសាកអគុយវិញតែបើយើងយកទៅចាប់ផ្ទាល់ដល់អត់មានអគុយទេអត់តដំណើរការទេបើកភ្លើងសូឡាឲ្យវាចូលមកនេះគឺឆេះខូចតែម្ដងបាទអញ្ចឹងសរុបមកវិញចំពោះសំណួរទាំងពីរហ្នឹងសូមបកស្រាយសំណួរទី1ថាតើប្រើសូឡាបូមទឹកយកមកសាកអគុយបានអត់លក្ខខណ្ឌទូទៅសម្រាប់បងប្អូនដែលអត់ចេះប្រើសោះគឺមិនបានទេតែបើគេចេះប្រើគឺប្រើបានតាមរយៈការកែច្នៃកាត់មួយសន្លឹកពីរសន្លឹកអីយកមកប្រើបិទបើកអីអាហ្នឹងបានសំណួរទី2ពាក់ព័ន្ធនឹងថាប្រើអគុយប្រើសាកសូឡាដោយអត់ប្រើយកសូឡាយក controller នេះមកប្រើផ្ទាល់ជាមួយម៉ូទ័របូមទឹកឬក៏ប្រើឧបករណ៍ផ្សេងដែលអត់មានអគុយបានអត់ចម្លើយគឺអត់បានទេដាក់គឺដឹងតែឆេះហើយបាទអញ្ចឹងខ្ញុំសូមបញ្ជាក់ជូនពុកម៉ែបងប្អូនសម្រាប់ពីសំណួរហ្នឹងណាបាទអញ្ចឹងបើពុកម៉ែបងប្អូនមានចម្ងល់ផ្សេងទៀតពុកម៉ែបងប្អូនអាចសួរជាសំណួរឬក៏ឆាតមក Telegram ដែលមាននៅលើចំណងជើងឬក៏ page ដែលពុកម៉ែបងប្អូនកំពុងទស្សនាបាទសូមអរគុណ